ស្នាដៃសិល្បៈខ្មែរជាច្រើនរូបបដិមាត្រូវបានដាក់លក់តម្លៃកប់ពពកនៅទូទាំងពិភពលោកបាទជាពិសេសនៅទីក្រុងញូវយ៉កហើយនិងនៅតំបន់អឺរ៉ុបជាច្រើនថ្ងៃនេះដែរខ្ញុំលើកយកមកពិពណ៌នាទាក់ទងទៅនឹងរូបចម្លាក់រូបបដិមាស្នាដៃសិល្បៈខ្មែរជាច្រើនត្រូវបានចរាចរទូទាំងពិភពលោកនៅសម័យសង្គ្រាមជាពិសេសគឺចាប់ពីឆ្នាំ1970ជាងបាទរហូតដល់ឆ្នាំ1997ដែលជាពេលវេលាមួយដែលប្រទេសខ្មែរជួបនឹងវិបត្តិសង្គ្រាមស៊ីវិលបាទវឹកវរពេញផ្ទៃប្រទេសហើយត្រូវបានស្នាដៃសិល្បៈខ្មែរជាច្រើនត្រូវបានជីកកកាយពីទាហានខ្មែរក្រហមហើយនិងប្រជាជនក្នុងតំបន់ដែលតម្រូវការរស់នៅហើយក៏បានត្រូវបានឈ្មួញថៃឈ្មួញកណ្ដាលហ្នឹងនាំពីតំបន់ព្រំដែនបាទទៅលក់ទៅនៅប្រទេសជាច្រើននៅអឺរ៉ុបហើយនិងនៅប្រទេសអាមេរិកជាដើមហើយស្នាដៃជាច្រើនត្រូវបានវិលត្រឡប់មកប្រទេសកំណើតវិញថ្មីនេះប៉ុន្តែនៅរាប់រយរាប់ពាន់រាប់ម៉ឺនរូបបដិមាទៀតដែលត្រូវបានលក់ក្នុងតម្លៃរាប់សែនដុល្លាររាប់លានដុល្លារបាទនេះគឺពិតជាមានខ្ញុំជាคนខ្មែរម្នាក់ពិតជាសោកស្ដាយនៅស្នាដៃជាច្រើនប៉ុន្តែថ្ងៃនេះដែរខ្ញុំនឹងលើកយកមកស្នាដៃសិល្បៈដែលមានតម្លៃជាង1លានដុល្លារលក់នៅក្នុងទីក្រុងញូវយ៉កទីនេះតើតើនឹងរូបបដិមាស្អាតផូរផង់របស់ព្រះនាងឧមាបាទព្រះនាងឧមាគឺជាភរិយារបស់អ្នកព្រះសិវៈអនុលោមទៅតាមរឿងនិទានព្រេងខ្មែរអនុលោមទៅតាមរឿងនិទាននៃសាសនាព្រាហ្មណ៍ដែលយើងទទួលឥទ្ធិពលពីឥណ្ឌាហើយយើងបានសាងប្រាសាទដ៏អស្ចារ្យបាទគឺជាមហាចក្រភពនៅសម័យអង្គរជាពិសេសគឺសម័យអង្គរបាទហើយរូបចម្លាក់ស្ត្រីមួយអង្គដែលមានបង្ហាញនៅក្នុងសៀវភៅឆ្នាំ89ហ្នឹងគឺថា Thai in Cambodian Sculpture សតវត្សទី6ដល់ទី14រូបនេះគឺស្ថិតនៅក្នុងចំណោមរូបចម្លាក់សិល្បៈខ្មែរដែលបានលក់ក្នុងតម្លៃខ្ពស់កប់ពពកនៅក្នុងប្រវត្តិសាស្ត្រនៃការដេញថ្លៃជាសាធារណៈនៅសកលលោករូបចម្លាក់ទាំង3នេះសុទ្ធតែជាចម្លាក់ថ្មភក់របស់ព្រះនាងឧមាហើយត្រូវបានដាក់ដេញថ្លៃតាមរយៈក្រុមហ៊ុនដេញថ្លៃល្បីល្បាញបំផុតនៅក្នុងពិភពលោកគឺ Christie's នៅទីក្រុងញូវយ៉កនៅពេលវេលាផ្សេងគ្នារូបបដិមានាងឧមាបានលក់ថ្លៃបំផុតត្រូវបានលក់នៅក្នុងខែមីនាឆ្នាំ2008ក្នុងតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលគឺជាង2លានដុល្លារអាមេរិកហើយរូបដែលជាប់ចំណាត់ថ្នាក់លេខ3ត្រូវបានលក់ក្នុងខែកញ្ញាឆ្នាំ2004ក្នុងតម្លៃជាង1លានដុល្លារបាទពិតជាអស្ចារ្យពិតជាថ្លៃពិតជាមានតម្លៃមែនទែនហើយត្រូវបានចរាចរពិតជាសោកស្ដាយក្នុងខ្ញុំជាកូនខ្មែរម្នាក់ពិតជាសោកស្ដាយនៅស្នាដៃសិល្បៈខ្មែរបុរាណដែលបុព្វបុរសខំប្រឹងនឹងផលិតឡើងឆ្លាក់ដាប់ដោយដៃបាទហើយនឹងសម្រាប់ធ្វើពិធីសក្ការៈបូជានៅសម័យបុរាណនឹងត្រូវបានលក់ចរាចរនៅប្រមាណ40ទៅ50ឆ្នាំមុននៅទូទាំងសកលលោកហើយសកម្មថារូបទាំងអស់នេះត្រូវបានត្រឡប់មកប្រទេសកំណើតវិញយើងនឹងធ្វើការតវ៉ានឹងប្រម៉ែប្រមូលរូបទាំងអស់ដើម្បីជាស្នាដៃសិល្បៈក្នុងសារមន្ទីរដើម្បីកូនខ្មែរចំនួនក្រោយគាត់បានទស្សនានិងសិក្សាស្វែងយល់ផងដែរហើយយើងផ្ដោតទៅលើរូបដែលមានចំណាត់ថ្នាក់លេខ2ហ្នឹងគឺរូបឧមាបាទដែលបាននាំប្រាក់បាទដែលបានរកចំណូលបានជាង1លានដុល្លារហ្នឹងគឺច្រើនមែនតើបាទទៅឲ្យអ្នកដែលធ្វើចំនួនតាក់ទងទៅនឹងការចរាចររូបបដិមាទូទាំងពិភពលោកហ្នឹងបាទក្នុងខែមីនាឆ្នាំ2012តម្លៃលក់ចុងក្រោយនេះខ្ពស់ជាងការប៉ាន់ស្មានដំបូងប្រហែល3ដងទោះបីជារូបចម្លាក់នេះបាត់អវយវៈជាច្រើនក៏ដោយប៉ុន្តែស្នាដៃនេះគឺពិតជាអស្ចារ្យនៅរូបរាងហើយនឹងភាពឥតខ្ចោះនៃជាងចម្លាក់សម័យបុរាណហ្នឹងបាទហើយរូបនេះគឺក្នុងសតវត្សទី10ក្នុងរចនាបថប្រែរូបការដេញថ្លៃនេះគឺកើតឡើងគឺមួយថ្ងៃបន្ទាប់ពីការលក់បណ្ដុំស្នាដៃសិល្បៈផ្សេងរបស់ Doris Wenner ដែលជាអ្នកជួញដូរសិល្បៈដ៏ល្បីល្បាញនៅក្នុងសម័យនោះដែរការលក់បណ្ដុំនៃប្រាក់ចំណូលទាំងអស់ហ្នឹងគឺបានជាងបាទ12លានដុល្លារបាទរូបទាំងអស់បាទបូកនឹងនាងឧមាបូកនឹងរូបចម្លាក់ផ្សេងហ្នឹងសរុបទាំងអស់ឈ្មោះហ្នឹងគឺលក់បានជាង12លានដុល្លារបាទពិតជាច្រើនមែនតើ
គឺជាស្នាដៃសិល្បៈរបស់ Christie ក្នុងសប្តាហ៍នោះទាំងមូលរកបានប្រហែល$69 លានបាទតូតាល់ទាំងអស់ហ្នឹងគឺ$69 លានគឺជាមេឈ្មោះធំនៅប្រទេសអាមេរិកដែលបងក៏ប្រមូលទិញពីតំបន់អាស៊ីភាគច្រើនគឺស្នាដៃសិល្បៈខ្មែរបាទហើយវាគឺជាយុគសម័យមួយដែលស្នាដៃសិល្បៈខ្មែរបុរាណមានតម្លៃខ្ពស់កប់ពពកនៅលើទីផ្សារអន្តរជាតិប៉ុន្តែនៅក្នុងការចរាចរណ៍ទាំងអស់ហ្នឹងគឺមានចំណេញច្រើនមែនទែនជាពិសេសគឺស្នាដៃសិល្បៈខ្មែររូបចម្លាក់ផ្សេងតែយើងមិនដឹងថាការចរាចរណ៍ទៅដល់ប្រទេសអាមេរិកទីក្រុងញូវយ៉កស៊ីទីនិងអឺរ៉ុបហ្នឹងចរាចរណ៍ហ្នឹងតាមរបៀបណាទេតែដូចជាបានជជែកគ្នាហើយគឺការជីកកកាយពីតំបន់ផ្សេងហ្នឹងបាទជាពិសេសតំបន់កោះកេរតំបន់អង្គរហ្នឹងគឺបានឈ្មោះសៀមប្រមូលទិញក្នុងតម្លៃថោកហើយនឹងយកទៅលក់ដល់ឈ្មោះផ្សេងបន្តគ្នាបាទតាមលេខរៀងនៅទីក្រុងបាងកករហូតដល់អឺរ៉ុបបាទហើយប្រវត្តិដែលមានការកត់ត្រាអំពីរូបបដិមានេះមានកម្រិតនៅឡើយទេបាទតើតើនឹងរូបនាងឧមាហ្នឹងប៉ុន្តែគេដឹងថាដើមសតវត្សទីឆ្នាំ80ហ្នឹងត្រូវបានលក់ទៅឲ្យអ្នកប្រមូលសិល្បៈឯកជនជាអាល្លឺម៉ង់ឈ្មោះ William H. Wolf ដែលជាអ្នកជួញដូរសិល្បៈនៅអាស៊ីបាទហើយ Madison Avenue នៅទីក្រុងញូវយ៉ករយៈពេលជាង30ឆ្នាំផងដែរឈ្មោះរបស់ Wolf បានរីកឡើងជាញឹកញាប់នៅក្នុងការចរាចរណ៍ប្រវត្តិប្រភពកម្មសិទ្ធិបាទរបស់ស្នាដៃសិល្បៈអាស៊ីសំខាន់ជាច្រើនជាពិសេសគឺប្រវត្តិសិល្បៈខ្មែរបាទក្នុងចំណោមសិល្បៈស្នាដៃដែលគាត់បានជួញដូរនោះមានទេវរូបឈ្មោះភីស្មាបាទមកពីតំបន់កោះកេរហ្នឹងបាទកោះកេរត្រូវបានជីកកកាយជាច្រើនហើយអ្នកដែលចូលរួមជីកកកាយជាមួយទាហានខ្មែរក្រហមហ្នឹងក៏នៅរស់សពថ្ងៃដែរបាទគេបានសម្ភាសគាត់ដែរបាទគាត់ថាត្រូវការលុយកាក់អាហារប្រចាំថ្ងៃសម្រាប់គ្រួសារគាត់បាទហើយយកចេញពីប្រាសាទជាច្រើនតំបន់កោះកេរមានប្រាសាទចិនបាទប្រាសាទធំហ្នឹងហើយប្រាសាទ5បាទហើយលោកបានលក់ទៅឲ្យ Norton Simon Museum ក្នុងឆ្នាំ1975រូបនេះត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញនៅឆ្នាំ2014បាទ Wolf ក៏ធ្លាប់លក់ស្នាដៃសិល្បៈទៅឲ្យអ្នកមានដែលប្រមូលសិល្បៈល្បីៗដូចជា John Rockefeller បាទ Norton Simon Ivory Brundage Christian German Arthur Sacker បាទអ្នកទាំងអស់នេះគឺជាមហាសេដ្ឋីដែលប្រមូលទិញរូបចម្លាក់ដើម្បីដាក់តាំងហើយនឹងមោទនភាពផ្ទាល់ខ្លួននៅក្នុងសារមន្ទីរឬក៏ក្នុងផ្ទះឯកជនរបស់គាត់នៅអាមេរិកនិងអឺរ៉ុបផងដែរបាទហើយគាត់បានទទួលមរណភាពនៅឆ្នាំ1991បាទលោក Wolf ហ្នឹងបាទដែលគាត់ជាអ្នកប្រមូលស្នាដៃហ្នឹងប៉ុន្តែអ្វីដែលធ្វើឲ្យឈ្មោះរបស់គាត់មានភាពចំណងចម្រាស់ហ្នឹងគឺការបើកចំហរបស់គាត់ពីការនាំចេញផ្ទុកបុរាណពីអាស៊ីដែលខុសច្បាប់បាទដោយសារគេរកឃើញថាគាត់គឺជាឈ្មោះធំដែលនាំមកទៅបុរាណចេញពីតំបន់អាស៊ីកាសែត Los Angeles Times បានរាយការណ៍នៅឆ្នាំ1990ហ្នឹងគឺទស្សនៈរបស់លោក Wolf ចំពោះការប្រមូលសិល្បៈខ្មែរបុរាណហ្នឹងគាត់បានទទួលស្គាល់ថានៅក្នុងប្រទេសជាច្រើនដែលគាត់ទិញសិល្បៈនោះការនាំវត្ថុនាំចេញពីប្រទេសខុសច្បាប់គឺភាគច្រើនគឺដោយសម្ងាត់ហើយនឹងពីតំបន់អាស៊ីភាគច្រើនគឺចេញពីប្រទេសកម្ពុជាសូមជួយចុច like share និង comment ផងបាទសូមអរគុណហើយការទទួលស្គាល់បែបនេះគឺអ្នកជួញដូរសិល្បៈដ៏មានឥទ្ធិពលម្នាក់នេះគាត់គួរតែធ្វើឲ្យសារមន្ទីរនិងក្រុមហ៊ុនដេញថ្លៃមានការព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែទីផ្សារសិល្បៈនៅពេលនោះគឺបន្តទិញហើយនឹងចរាចរណ៍ច្រើនមែនទែននៅការលក់ទៅបុរាណនៅប្រភពមិនច្បាស់លាស់ជាពិសេសគឺនាំចេញខុសច្បាប់ពីប្រទេសកម្ពុជាផងដែរសម្រាប់ Christie រូបចម្លាក់នេះគឺជាស្នាដៃដ៏កម្របាទគឺជាស្នាដៃដ៏កម្រនៃសម្រាប់ទីផ្សារហើយសម្រាប់អ្នកស្រឡាញ់សិល្បៈគឺវាគឺជារូបភាពដ៏ល្អឥតខ្ចោះរបស់ទេពធីតាដែលមានទម្រង់ស្រស់ស្អាតដើមទ្រូងធំទូលាយចង្កេះតូចនិងទ្រគាធំស្លៀកសំពត់ខ្មែរដ៏ឆាតឆាយដែលមានភ្នាត់ធំមួយចំពីមុខបាទគឺមានស្នាដៃសិល្បៈហ្នឹងគឺឥតខ្ចោះបាទទោះបីមានការបាត់អវយវៈដូចជាដៃដូចជាផ្នែកខ្លះនៃដងខ្លួនក៏ដោយក៏ស្នាដៃសិល្បៈនេះគឺពិតជាអស្ចារ្យនៅតែមានភាពរស់រវើកធ្វើឲ្យអ្នកទិញហើយនឹងការចរាចរណ៍ហ្នឹងនៅតែមានតម្លៃខ្ពស់ហើយនឹងនៅតែមានការស្រឡាញ់ចង់ទិញចង់ដូរពីមហាសេដ្ឋីផ្សេងបាទ
ព្រះនាងឧមាគឺជាទេពធីតាសំខាន់មួយនៅក្នុងជំនឿព្រហ្មញ្ញសាសនាព្រះនាងមានឈ្មោះផ្សេងៗដូចជាបារាវទី គូរី ឌូហ្កា ដេវី សាក់ទីបាទហើយនៅក្នុងបរិបទខ្លះក៏មានភ្ជាប់ទៅនឹងកាលីផងដែរក្នុងសម័យអាណាចក្រខ្មែរឧមាហាក់ដូចជាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយហើយក៏ជាឈ្មោះដែល Christie បានប្រើនៅក្នុងកាតាឡុករបស់ខ្លួនផងដែរព្រះនាងឧមាគឺជាភរិយារបស់ព្រះសិវៈនិងជាបុត្រីរបស់ភ្នំព្រះនាងតំណាងឲ្យអំណាចធម្មពលសេចក្តីស្រឡាញ់ភាពស្មោះត្រង់អាពាហ៍ពិពាហ៍បាទហើយនឹងសុខុមាលភាពសុខដុមរមនាបាទនិយាយសាមញ្ញព្រះនាងឧមាគឺជារូបតំណាងនៃមេដាទេពបាទពិតជាអស្ចារ្យមែនទែនព្រះនាងគឺជាមេដារបស់ព្រះកណេសដែលមានក្បាលដំរីហើយនឹងខ្លួនជាមនុស្សនឹងបាទហើយនឹងស្កណ្ដៈគឺជា The God of War អតីតទេពសង្គ្រាមក្នុងសិល្បៈខ្មែរព្រះនាងមានបង្ហាញញឹកញាប់នៅក្នុងប្រាសាទផ្សេងៗដូចជាប្រាសាទពទាស្រីបាទនិងប្រាសាទផ្សេងៗជាដើមហើយមានចង្កេះតូចមានរូបរាងស្រស់ស្អាតមែនទែនអ្នកឆ្លាក់សម័យបុរាណហ្នឹងគឺប្រៀបធៀបនាងឧមាគឺជាស្នាដៃសិល្បៈដែលខ្ពស់បំផុតបាទព្រះនាងឧមាជាទេពធីតាដែលមានតម្លៃនិងជាទីប្រាថ្នាបំផុតនៃសិល្បៈបុរាណឆ្នាំ1989ឆ្នាំមួយសម្រាប់នាងឧមាដែលបានចរាចរត្រូវបានឈ្មោះចរាចរហើយនឹងជាគេថាសូរស្នាដៃសិល្បៈឈ្មោះទេពធីតាឧមាបាទជាប្រពន្ធព្រះសិវៈហ្នឹងបាទហើយមិនត្រឹមតែប៉ុណ្ណោះការបោះពុម្ពផ្សាយនៅក្នុងសៀវភៅរបស់ Fulton និង Liner ក្នុងនាមជា Female Deity ប៉ុណ្ណោះវាក៏ត្រូវបានយកទៅធ្វើជាគម្របកាតាឡុកផងដែរបាទនៅ Museum the East Asian Art ហ្នឹងគឺយកនាងឧមាបាទរូបចម្លាក់នាងឧមាដាក់នៅលើក្របសៀវភៅខាងមុខឬក៏កាតាឡុកសម្រាប់ឈ្មោះផ្សេងឬក៏សិទ្ធិដែលចង់ទិញរូបបដិមាទូទាំងពិភពលោកបាទហើយក្រោយមកនៅខែមីនាឆ្នាំ2012ព្រះនាងឧមាអង្គនេះត្រូវបានលក់ទៅឲ្យអ្នកទិញអនាមិកក្នុងតម្លៃជាង$1 លានឯណោះបាទចាប់តាំងពីពេលនោះមករូបចម្លាក់នេះទំនងជាបាត់នៅតាមសាធារណៈឬក៏ការលក់ផ្សេងឬក៏កាត់លុកផ្សេងហើយប្រហែលជាត្រូវបានមនុស្សមួយចំនួនយកទៅប្រើប្រាស់ឬក៏យកទៅតាំងសិល្បៈផ្ទាល់ខ្លួនដោយអត់កម្បាំងបាទស្នាដៃសិល្បៈរបស់អាណាចក្រខ្មែរជាវត្ថុដ៏មានតម្លៃជាង$1 លានរឿងរ៉ាវរបស់ព្រះនាងឧមាមិនមែនគ្រាន់តែជារឿងអំពីសិល្បៈនោះទេវាគឺជារឿងប្រវត្តិសាស្ត្រកេរដំណែលនិងសំណួរដ៏ធំមួយថាតើស្នាដៃវត្ថុបុរាណហើយនិងសិល្បៈខ្មែរជាច្រើនត្រូវបានចាក់ចេញពីស្រុកកំណើតពីតំបន់សៀមរាបតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជាដោយរបៀបណាក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ Mr. Kim History Challenge Cambodia ខ្ញុំពិតជាសោកស្ដាយហើយនឹងសំណូមពរឲ្យមានការappeal the complaint បាទដើម្បីយើងមានការតវ៉ាដើម្បីប្រម៉ែប្រមូលពីឈ្មោះធំៗនៅលើពិភពលោកហ្នឹងឲ្យ return រូបបដិមានិងស្នាដៃសិល្បៈជាច្រើនហ្នឹងត្រឡប់មកប្រទេសកម្ពុជាវិញបាទ Thanks for watching. We see you in the next videos. Peace.